ពុទ្ធបរិស័ទចំនួន500នាក់ដែលបានប្រមូលផ្ដុំគ្នាដើម្បីធ្វើសមាធិនៅមុខផ្ទាំងគំនូររបស់យើងនៅសួនព្រះអង្គជេព្រះអង្គចំពិធីនេះគឺបានបង្ហាញអំពីអត្តសញ្ញាណខ្មែរដែលគោរពទៅលើព្រះពុទ្ធសាសនាស្រឡាញ់ទៅលើសន្តិភាពនិងរក្សាវប្បធម៌ដ៏ល្អប្រណិតសមាធិជាផ្លូវនៃការបណ្ដុះបណ្ដាលចិត្តឲ្យស្ងប់ឲ្យរឹងមាំនិងឲ្យមានមេត្តាករុណាតាមរយៈសិល្បៈនិងព្រះធម៌យើងបញ្ជាក់ថាសន្តិភាពមិនមែនត្រឹមតែជាពាក្យប៉ុន្តែគឺជាការអនុវត្តនៅក្នុងភាពស្ងប់ស្ងាត់នេះបង្ហាញឲ្យឃើញថាសមាធិមិនមែនសម្រាប់តែយើងម្នាក់ទេប៉ុន្តែគឺសម្រាប់ពិភពលោកសម្រាប់ប្រជាជនខ្មែរសម្រាប់កុមារកម្ពុជានិងសម្រាប់អនាគតដែលជៀសផុតពីអំពើហិង្សាដើម្បីស្ដាប់សំឡេងនៃចិត្តគឺជាភាសាមួយដែលមិនអាចចាំបាច់ប្រើពាក្យដែលភ្ជាប់ពីបេះដូងមនុស្សម្នាក់ទៅបេះដូងមនុស្សម្នាក់មនុស្សទូទាំងពិភពលោកទាំងមូលសិល្បៈដើម្បីសន្តិភាព Art for Peace ផ្ញើទៅកាន់ពិភពលោកឲ្យឃើញអំពីបេះដូងប្រជាពលរដ្ឋខ្មែរនិងឃើញអំពីសាមគ្គីភាពខ្មែរដែលកំពុងតែជួបជាមួយនឹងជម្លោះព្រំដែនបរិទានគាថាស្រ័យមានវាសនាហំរៀនសុទ្ធធម៌ផុតទុក្ខតាំងពីជាតិនេះរហូតជាតិមុខសូមឲ្យតាមខ្មែររួមគ្នាខ្មែរសាមគ្គីគ្នាចងជាចង្កឹះមួយបាច់បើចង្កឹះមួយគេកាច់បាក់តែចង្កឹះខ្មែរបានរួមគ្នាជាបាច់ហើយគេមិនអាចកាច់បាក់ឡើយសូមអនុមោទនាសូមអនុមោទនាបងCambodia need peace សូមអនុមោទនាចឹងសូមជូនចាំពួតទៅដល់មេត្តាបិតាគុណគ្រូឧបជាគុណញាតិកាគ្រប់គ្រប់សន្តានជីដូនជីតាមោទនីហើយមួយចំណែកទៀតក៏គ្រូទាំងអស់អនុមោទនីអនុមោទនីបងហើយក៏មួយចំណែកទៀតក៏សូមលើកមហាកុសលទាំងឡាយជូនដល់សកទេវរាជស្ដេចទេវតានេះឧបករណ៍ទាំងឡាយជូនដល់ព្រះកងទ័ពដែលបានទៀងលីជីវិតដើម្បីបូរណភាពដែនដីរបស់កម្ពុជាយើងសូមឲ្យជាកងទ័ពទាំងអស់បាននៅសេចក្តីសុខបានទទួលនៅបនទាំងឡាយដែលយើងខ្ញុំទាំងអស់បានសន្សំនៅសេចក្តីល្អនេះហើយក៏សូមអរបងព្រះកងទ័ពដែលបានទៀងលីជីវិតក៏សូមឲ្យបងបានទទួលនៅចំណែកត្រេកអរនៅបនរបស់យើងខ្ញុំដែលបានធ្វើនៅសេចក្តីល្អនេះហើយសូមបងទាំងអស់ទទួលអនុមោទនាត្រេកអរនៅបននេះសូមអនុមោទនាបនហើយក៏សូមលើកមហាកុសលទាំងឡាយគេដល់សម្ដេចគ្រប់ព្រះអង្គសូមឲ្យសម្ដេចក៏បានលើចំណែកបនដែលយើងខ្ញុំព្រះអង្គដែលបានសន្សំនៅសេចក្តីល្អនេះបានប្រោឲ្យសពសត្វទាំងឡាយយ៉ាងមុននឹងបញ្ចប់ខ្ញុំករណាសូមខន្តីរត់តាមកាប់មួយសំហឹងរត់មិនទាន់ក៏គួរពោកកោកមុខ20នាក់50នាក់ក៏មិនរួចអំពីតែគាត់អាចស្ដាប់ធម៌តែខ្ញុំទៅយឺតគាត់នៅចាមិនរត់គុំប្រព្រឹត្តខុសក្នុងការពិចារណាខ្លួនយើងសិនឲ្យយើងចេះរក្សាចិត្ត
បើសិនជាយើងសាហាវជាងមកអង្គុយសមាធិទាំងអស់គិតយកតែមានដៃទេហើយចំណែកយើងសម្រាប់ទេគិតអត់យកទេសម្រាប់ពិចារណាទាំងអស់ទាំងអស់គ្នាតើយើងធ្លាប់ផឹកគ្រឿងស្រវឹងផឹកទេយើងធ្លាប់លួចទេខ្លួនយើងបើយើងសួរខ្លួនយើងបើយើងនិយាយកុហកតាំងពីយើងសួរខ្លួនយើងទី4ទី3កាមេសុរសំណួរសួរខ្លួនយើងតើយើងធ្លាប់លួចទេទី2អតនិតើយើងធ្លាប់សម្លាប់សត្វទេចឹងយើងត្រូវពិចារណាមនុស្សក៏ហៅសត្វនឹងពួយកុំសម្រាប់សត្វចឹងយើងត្រូវប្រទេសជាតិប្រទេសយួនប្រទេសអាមេរិកប្រទេសកាណាដាបើចឹងជាយើងទាំងអស់គ្នាមានទៅមួយយើងទាំងអស់នេះបើសិនជាយើងមានទៅតាមបណ្ដាំបិតាយើងបណ្ដាំបិតាយើងគឺព្រះពុទ្ធបិតាព្រះអង្គបានតាមពុទ្ធត្រង់ជាគ្រូជាមនុស្សទេវតាវាអត់មានចោលនេះទីកម្ពុជាក៏មិនលួចប្រទេសដទៃក៏មិនមានការលួចប្រំតែមិនសំខាន់មនុស្សក៏មិនមានប្តីហើយមិនក្បត់ប្តីអត់ក្បត់គ្នាទេលុះស្អីអត់ចេះក្បត់យកខ្លួនចូលជាសាសនាដែលហើយបាបមិនអស់ហើយចេះក្បត់ហើយគេអរណាស់ណាគឺនិយាយសិលភរិយាក៏មានសិលបើសិនជាមិនបានផលិតកខគោនិយាយ ABC ប្រទេសយើងនិយាយកខគោចឹងទាំង5នេះមកប្តីប្រពន្ធទី4មិននិយាយចិត្តឲ្យអស់ស្រ័យអាសាទេសុទ្ធទាំងឡាយទាំងពួងដែលសូមឲ្យជាសត្វបានទិសេចក្តីសោកសូមឲ្យជាសត្វសូមទ្រង់ជើញអនុមោទនី